จะเป็นสูตรบางปอนตัวนี้นี่คือการพิกรในไงชั้นที่ดอกประมุ้ยไงดำสัปดาห์ที่ใบให้เคยทานี่บาตาม weekly go survey คือการสตุงมาเตะមានសុទិនិយមក្នុងតម្លៃវិជ្ជមានដោយក្នុងនោះទទួលបានការវល់រហូតដល់71%ពី Wall Street ហើយ Main Street គឺ58%តម្លៃតាក់ទងជាមួយនឹងការថយចុះតម្លៃក៏មានតិចទេហើយ Natural គឺការស្វែងតម្លៃទៅមកគឺមាន21%ដូច្នេះយើងទៅមើលការព្យាករណ៍តម្លៃមានទាំងអស់គ្នានៅថ្ងៃច័ន្ទនេះតំបន់លក់ចុះគឺក្នុងតំបន់3450និង3460ហើយនៅក្នុង strong resistance បាទបើសិនជាមាសឡើងទៅដល់តម្លៃខ្ពស់លើហ្នឹងហើយបាទខ្ញុំឲ្យគូសឡាញមួយសិនអញ្ចឹងបើមាសបន្ឡើងមកដល់តម្លៃនេះគឺជាតម្លៃដែលល្អបំផុតក្នុងការលក់ចុះបាទយ៉ាងហោចណាស់ក៏យើងចំណេញបាន10លេខទៅ15លេខដែរតែបើមាសបន្ឡើងទៅទឹកដល់តាមនេះបងប្អូនក៏អាចធ្វើការលក់ចុះដែរប៉ុន្តែកុំភ្លេចកំណត់ហានិភ័យចាំបាច់ហើយខ្ញុំតម្លាក់ signal នៅក្នុង group VIP ដល់ like បើសិនជាមាសបាទធ្វើការធ្លាក់ចុះមកដល់ចំណុចតម្លៃ buy zone នេះខ្ញុំនឹងធ្វើការតម្លាក់ឲ្យទិញឡើងហើយបើសិនជាតម្លៃដែលល្អបំផុតបាទគឺតម្លៃនេះអាចចូលតម្លៃយ៉ាងធំល្មមក្នុងការទទួលប្រាក់ចំណេញបានច្រើននេះគឺជាការព្យាករណ៍នៅក្នុងថ្ងៃនេះហើយខ្ញុំនឹងធ្វើការព្យាករណ៍ក្នុងតម្លៃមាសនៅថ្ងៃនេះផ្ទាល់បាទថ្ងៃនេះគឺថ្ងៃទី16បាទពីថ្ងៃទី16ទៅដល់ថ្ងៃទី17តម្លៃមាសមិនទាន់ទៅណាឆ្ងាយទេវាស្ថិតនៅក្នុង range 3400ទៅ3465ដុល្លារក្នុងមួយអោនតែវាអាចបង្ហាញសុទ្ធិនិយមទៅដល់មាសតម្លៃមាសអាចឡើងដល់តែប៉ុណ្នេះបាទតម្លៃថ្ងៃទី18ឬថ្ងៃពហុតម្លៃមាសនឹងអាចប្រែប្រួលក្នុងចន្លោះ3420ទៅ3430ហើយនៅថ្ងៃទី19និងថ្ងៃទី20តម្លៃមាសអាចប្រែប្រួលឬក៏ឡើងបាទកើនឡើងតម្លៃរហូតដល់3490ទៅ34500បាទយ៉ាងណានោះវាគ្រាន់តែជាការព្យាករណ៍តម្លៃមាសនោះទេមិនទាន់មានព័ត៌មានជាក់លាក់ណាមួយបង្ហាញថាតម្លៃមាសអាចនឹងកើនខ្ពស់នោះទេបាទហើយយើងក៏ឃើញដែរតម្លៃមាសគឺនេះតាំងពីនេះមកវាខ្ពស់វាបានហក់ទៅដល់តម្លៃ500ដែលខ្ញុំពណ៌នាជាប្រចាំនៅក្នុងការព្យាករណ៍របស់ខ្ញុំបាទអញ្ចឹងនេះគឺ rank តម្លៃមាសនៅក្នុងសប្តាហ៍នេះផ្ទាល់ហើយនឹងមានព័ត៌មានអីលម្អិតបន្ថែមទៀតខ្ញុំនឹងជម្រាបជូនបងប្អូននៅក្នុង channel VIP ផងដែរបាទដូច្នេះខ្លីៗបាទសូមអរគុណ